សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នានេះគឺជាคลิปវីដេអូពិសេសមួយទៀតរបស់ Cam Top Tech ដើម្បីបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើត account Facebook តាមរយៈការប្រើប្រាស់ទូរស័ព្ទដៃយើងសង្កេតឃើញថាសម័យឥឡូវការប្រើប្រាស់ Facebook មានការកើនឡើងយ៉ាងច្រើនភាគច្រើនគេបង្កើតតាមរយៈកុំព្យូទ័រហើយម្យ៉ាងទៀតការបង្កើតតាមរយៈទូរស័ព្ទដៃហ្នឹងក៏មិនសូវងាយស្រួលឯណាប៉ុន្មានដែរអញ្ចឹងសូមតាមដានដូចតទៅនេះគឺជាកម្មវិធី Facebook បាទហើយខ្ញុំថាច់បើកកម្មវិធី Facebook ដើម្បីទៅសាញអៅនៅ Facebook ចាស់ដែលខ្ញុំធ្លាប់បានសាញ in ចូលសាញអៅចេញបាទបន្ទាប់ពីសាញអៅចេញប្រិយមិត្តក្រឡេកមើលខាងក្រោមបំផុតមានពាក្យថា sign up for Facebook អញ្ចឹងប្រិយមិត្តថាច់នៅទីហ្នឹងទៅបន្ទាប់មកទៀតនៅខាងលើក្រោមពាក្យ Facebook ហ្នឹងវានិយាយថា create an account in a few easy steps យើងថាយក continue នៅត្រង់កណ្ដាលវាឲ្យយើងប្រើប្រាស់លេខទូរស័ព្ទដើម្បីបង្កើតជា Facebook ឥឡូវខ្ញុំប្រើប្រាស់លេខទូរស័ព្ទថ្មីដើម្បីបង្កើត account Facebook សូមប្រិយមិត្តកុំប្រើប្រាស់លេខទូរស័ព្ទដែលប្រិយមិត្តធ្លាប់តែបង្កើតពីមុនមកឬក៏ប្រើលេខទូរស័ព្ទចាស់ដែលធ្លាប់តែតាក់ទងសេវាជាមួយនឹង Facebookមានន័យថាជួនកាល Facebook សួរប្រិយមិត្តឲ្យ verify អីផ្សេងៗនោះប្រិយមិត្តប្រើប្រាស់លេខទូរស័ព្ទនឹងម្ដងរួចមកហើយស្រាប់តែយកមកប្រើនៅពេលនេះម្ដងទៀតដើម្បីបង្កើត Facebook គឺវាអត់ឲ្យទេគឺប្រើលេខទូរស័ព្ទដែលមិនធ្លាប់ប្រើទាល់តែសោះបាទឥឡូវខ្ញុំដាក់លេខទូរស័ព្ទគឺនៅខាងក្បាលនេះគឺវាដាក់ថា855អញ្ចឹងយើងមិនបាច់ចាំដាក់0ទេឧទាហរណ៍ថា0 10អញ្ចឹងយើងមិនបាច់ចាំដាក់0ទេយើងដាក់10តែហ្មងអញ្ចឹងខ្ញុំ023ឥឡូវខ្ញុំដាក់23តែហ្មងតមកទៀត650052បាទជាលេខទូរស័ព្ទលើតុហេតុអីបានជាយើងដាក់លេខទូរស័ព្ទហ្នឹងដើម្បីឲ្យវាផ្ញើសារមកយើងតាក់ទងនឹងលេខសម្ងាត់បាទបន្ទាប់មកដានបន្ទាប់មក type continue បន្ទាប់ពីដាក់លេខទូរស័ព្ទហើយបន្ទាប់មកវាឲ្យយើងបង្កើតឈ្មោះសម្រាប់ Facebook របស់យើងឥឡូវខ្ញុំបង្កើតឈ្មោះខ្ញុំដាក់ថា Cam M2 ដងទៅពីព្រោះថាខ្ញុំបានបង្កើត Facebook តាក់ទងនឹង Cam Top Tech ហ្នឹងច្រើនលើកច្រើនសារហើយបាទហើយទៅ Top Tech បន្តមកទៀតថាយក continue បន្តទៀតនៅខាងក្រោមបន្តិចហ្នឹងបាទហើយទៅវាឲ្យយើងបង្កើត password ដោយខ្លួនឯងទៀតបាទប្រិយមិត្តដាក់ password ដោយខ្លួនឯងទៅប៉ុន្តែនៅត្រង់ចំណុចនេះខ្ញុំមិនបង្ហាញប្រិយមិត្តអំពី password សម្ងាត់មួយនេះទេពីព្រោះខ្ញុំរក្សាការសម្ងាត់ប្រិយមិត្តបន្ទាប់ពីបង្កើត password បានហើយសូមប្រិយមិត្តថាច់យក continue បន្តទៀតបន្ទាប់មកវាឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតបាទយើងដាក់ថ្ងៃខែឆ្នាំកំណើតហើយទៅថាច់ OK បន្ទាប់មកទៀត continue ទៀតបន្ទាប់មកវាឲ្យយើងជ្រើសរើសភេទ female គឺស្រីនៅខាងឆ្វេងបន្ទាប់មក male ប្រុសនៅខាងស្ដាំអញ្ចឹងខ្ញុំជ្រើសរើសភេទប្រុស male វាកំពុងតែបង្កើត Facebook ឲ្យយើងហើយបន្តិចទៀតវានឹងផ្ញើលេខសម្ងាត់ទៅកាន់លេខទូរស័ព្ទដែលយើងយកមកប្រើបាញ់ហ្នឹងគឺខ្ញុំបានប្រើលេខទូរស័ព្ទលើតុអញ្ចឹងខ្ញុំចាំមើលបន្តិចទៀតវាផ្ញើ message មកបាទ Facebook កំពុងតែបង្កើតហើយបាទឥឡូវដល់ជំហានមួយទៀតហើយគឺវាឲ្យយើងដាក់បញ្ចូលនៅរូបថត profile បាទរូបថត profile ហ្នឹងគឺរូបថតដែលបង្ហាញមុខរបស់យើងនៅលើ Facebook បាទអញ្ចឹងខ្ញុំដាក់រូបថត profile ចូលខ្ញុំជ្រើសរើសចេញពីរូបថតបាទឥឡូវខ្ញុំជ្រើសរើសរូបមួយហ្នឹងដើម្បីដាក់ជា profile ថាជា done តបមកវា upload ឲ្យយើងនៅរូបថតសម្រាប់ profile Facebook ហ្នឹងបន្ទាប់មកទៀតយើងថាច់ខាងក្រោមគឺ get started បាទអូខេបន្ទាប់មកទៀតវាឲ្យយើង add friend ចូលបាទថាច់យក add friend ទៅ cell ចោលបាទនៅខាងលើវារត់ចំនួន friend ឲ្យយើងបាទបន្ទាប់មកវាចេញពាក្យ next ឲ្យយើងថាច់ next នៅខាងលើជាងខាងស្ដាំបាទ tell your other contact that you are on Facebook អញ្ចឹងវាឲ្យយើងប្រាប់នៅអាស័យដ្ឋានផ្សេងៗដែលយើងធ្លាប់ប្រើនៅលើ Facebook ប៉ុន្តែបើយើងមិនចង់ប្រាប់ទេយើងថាច់យក skip នៅខាងលើជាងខាងស្ដាំដដែលទៀតបាទឥឡូវការបង្កើត Facebook មួយនេះគឺបានជោគជ័យទៅហើយ
បន្ទាប់មកទៀតអ្វីត្បិតតែយើងបានមកដល់កន្លែងមួយដែលយើងមើលឃើញថាវាបានជោគជ័យទៅហើយក៏ពិតមែនប៉ុន្តែត្រង់កន្លែងនេះសូមប្រិយមិត្តកុំរំលងវាឲ្យសោះពីព្រោះថាបើប្រិយមិត្តរំលងវាត្រង់កន្លែងនេះនៅពេលដែលប្រិយមិត្តបើក Facebook លើក្រោយទៀតវានឹង error វាមិនឲ្យទេអញ្ចឹងហើយបានប្រិយមិត្តធ្លាប់ទៅជួបបញ្ហានៅពេលដែលបង្កើត Facebook ថ្មីមកគឺចូល log in ឬក៏ sign in ម្ដងទៀតនឹងមិនបានដោយសារតែអត់បាន confirm វាបាទវាប្រាប់នៅក្រោមសារហ្នឹងដាក់ finish signing up បាទហើយទៅយើងថាច់យក continue ដើម្បីបញ្ចប់ឲ្យបានជោគជ័យបើមិនអញ្ចឹងទេលើក្រោយពេលបើក Facebook មកបើកមិនចេញទេពីព្រោះមិនទាន់បានជោគជ័យនៅឡើយទេអញ្ចឹងថាច់យក continue ឃើញទេដែលខ្ញុំជម្រាបជូនប្រិយមិត្តអំបញ្ញមិញហ្នឹងគឺថានៅពេលដែលយើងប្រើប្រាស់លេខទូរស័ព្ទដើម្បីយកមកបង្កើត Facebook ហ្នឹងវានឹងផ្ញើសារទៅកាន់លេខទូរស័ព្ទហ្នឹងដើម្បីឲ្យយើងយកលេខកូដសម្ងាត់ហ្នឹងមកដាក់នៅត្រង់កន្លែងពាក្យថានេះប្រអប់នេះគឺ confirmation code បាទតិចទៀតវានឹងផ្ញើសារមកខ្ញុំហើយខ្ញុំនឹងដាក់លេខនឹងជូនបាទការផ្ញើសារមកហ្នឹងហាក់ដូចជាយូរបន្តិចដែរត្រូវរងចាំវាបន្តិចកុំទាន់ចាក់ចេញបាទនៅក្នុងករណីដែលប្រិយមិត្តរងចាំការផ្ញើ message ពីក្រុមហ៊ុន Facebook មកកាន់លេខទូរស័ព្ទដែលបានដាក់ខាងលើហ្នឹងគឺខ្ញុំដាក់023 65 00052ហ្នឹងបើសិនជាយូរបន្តិចប្រិយមិត្តថាច់យកខាងក្រោមនេះបន្តិចគឺ sign code again អញ្ចឹងថាច់វាម្ដងទៀតដើម្បីរំលឹក Facebook បាទខ្ញុំកំពុងតែថាច់ហើយវាកំពុងតែ process កំពុងតែដំណើរការបាទចាំមើលថាតើវា send មកអត់ខ្ញុំរងចាំមើលដែរប៉ុន្តែមិនទាន់ឃើញ send មកទេមិនទាន់ឃើញផ្ញើលេខសម្ងាត់មកដើម្បីបញ្ជាក់ទេបាទនៅក្នុងករណីដែលវានៅតែមិនផ្ញើមកសូមប្រិយមិត្តថាច់យកពាក្យខាងក្រោមបំផុតគឺ confirm by email ដើម្បីឲ្យវាផ្ញើលេខសម្ងាត់ទៅកាន់ email របស់យើងបាទខ្ញុំថាច់យកហើយបញ្ចូល email address ទៅបាទឥឡូវខ្ញុំដាក់ email បញ្ចូលនៅពេលដែលខ្ញុំដាក់ email នឹងបញ្ចូលហើយខ្ញុំថាច់យក continue ពេលហ្នឹងក្រុមហ៊ុន Facebook នឹងផ្ញើការ confirm នឹងឲ្យយើងទៅ confirm តាមរយៈ email ហ្នឹងបាទឥឡូវខ្ញុំដាក់ email naolid@gmail.com បាទគឺខ្ញុំត្រូវថាច់យក continue ហើយខ្ញុំត្រូវទៅបើក email មួយហ្នឹងដើម្បីទៅទទួលព័ត៌មានដែល Facebook ផ្ញើទៅដើម្បី confirm បន្ទាប់មកទៀតខ្ញុំត្រូវទៅបើក email ហ្នឹងដើម្បីឆែកមើលពីព័ត៌មានដែល Facebook ផ្ញើមកឲ្យខ្ញុំ confirm បាទឥឡូវខ្ញុំថាច់ continue បាទវាឲ្យយើងទៅយកលេខកូដដែលវាបានផ្ញើទៅកាន់ email មួយដែលខ្ញុំទៅសេបញ្ចូលបាញ់មិញហ្នឹងបាទឥឡូវយើងទុក Facebook នៅត្រង់កន្លែងនឹងសិនចុះហើយយើងទៅបើក email ដែលខ្ញុំប្រើបាញ់មិញដើម្បីឲ្យ Facebook ផ្ញើព័ត៌មានទៅនឹងដើម្បី confirm បាទទុកកន្លែងនឹងសិនចាំនៅពេលដែលយើងបានលេខកូដយើងយកមកដាក់វិញដើម្បី confirm បាទឥឡូវខ្ញុំបើក email នេះ email បាទបន្ទាប់មកទៀតគឺខ្ញុំដកថយហើយខ្ញុំថាច់យកជំរឿខាងឆ្វេងផ្នែកខាងលើបំផុតបាទបន្ទាប់មកទៀតនៅក្រោមនិមិត្តសញ្ញា Can Top Text បាទប្រិយមិត្តឃើញហើយនៅក្រោមនិមិត្តសញ្ញា Can Top Text ហ្នឹងមាន email Can Top Text 2ប៉ុន្តែមិនមែន email ហ្នឹងទេដែលខ្ញុំប្រើដើម្បីទម្លាក់ទំនងជាមួយ Facebook មិញដើម្បី confirm ហ្នឹងគឺ email ផ្សេងប៉ុន្តែខ្ញុំត្រូវថាច់លើ email មួយហ្នឹងដើម្បីបូក account email ថ្មីបញ្ចូល account email ដែលខ្ញុំប្រើមិញហ្នឹងព្រោះទូរស័ព្ទខ្ញុំមិនទាន់បានបូក account email ហ្នឹងបញ្ចូលទេថាច់វាមកហើយទៅរាប់ពីក្រោមមកវិញលំដាប់ទី2មានពាក្យថា add account អញ្ចឹងថាច់យកកន្លែងហ្នឹងដើម្បី add account បញ្ចូលដើម្បីទៅឆែកមើលព័ត៌មានដែល Facebook ផ្ញើមកបាទថាច់យក add ហើយវាចេញឲ្យជំរើសពីរគឺ Google ហើយនិង personal គឺយក Google នឹងឯងថាច់យក Google ហ្នឹងបាទហើយទៅ OK ហើយទៅយើងមើលខាងក្រោមគឺ existing គឺយើងថាច់យក existing បន្ទាប់មកដាក់អាស័យដ្ឋាន email មិញចូលបាទបន្ទាប់មកទៀតគឺដាក់លេខកូដចូលខ្ញុំសូមមិនបង្ហាញប្រិយមិត្តទេតាក់ទងលេខកូដនេះបាទបន្ទាប់ពីដាក់ email និងលេខកូដចប់សពគ្រប់ហើយយើងទៅមុខខាងក្រោមហ្នឹងគឺសញ្ញាព្រួយបាញ់ទៅមុខថាច់យក continue អូខេបាទវាកំពុងតែ sign in ចុចយកទៅមុខទៀតនៅខាងក្រោមហ្នឹងហើយចុចយកទៅមុខទៀតបាទនេះគឺជា email ថ្មីដែលទើបតែ sign in មាននិមិត្តសញ្ញាពណ៌លឿងរាប់ពីក្រោមមកវិញគឺលំដាប់ទី3បាទថាច់យកដើម្បីបើកទៅមើលព័ត៌មានដែលក្រុមហ៊ុន Facebook ផ្ញើមកបាទឥឡូវចូលមកដល់ email មិញហើយអញ្ចឹងទេនៅទីនេះនៅពេលដែលយើងស្វែងរកអត់ឃើញមាន email របស់ក្រុមហ៊ុន Facebook ទេ email របស់ក្រុមហ៊ុន Facebook គឺមានអក្សរថា Facebook តែម្ដង
បាទដូចជា email របស់ក្រុមហ៊ុន Apple អញ្ចឹងវាមានអក្សរ Apple អញ្ចឹងនៅខាងលើបំផុតពាក្យថា social ហ្នឹងប្រិយមិត្តថាច់យកខាងលើគឺនៅត្រង់កន្លែងហ្នឹងឯងបាទថាច់យកខាងលើបំផុតហ្នឹងបាទនេះឃើញហើយ email របស់ Facebook ដែលទើបតែផ្ញើមកអំបញ្ញមិញគឺវាដាក់ថា Facebook អ្នកផ្ញើមករួចហើយពាក្យវាទៅសេថា just one more step to get started គឺមានតែអ្នកផ្ញើមកគឺ Facebook ហើយនឹងវាទៅសេពាក្យថា just one more step គឺមានតែ email មួយនឹងគត់ដែលប្រិយមិត្តត្រូវតែបើកដើម្បីទៅ confirm នៅអ្វីដែលក្រុមហ៊ុន Facebook ឲ្យយើង confirm ដើម្បីប្រើប្រាស់ Facebook ដែលយើងទៅបង្កើតមិញឲ្យបានជាផ្លូវការបាទថាច់ទៅនៅខាងលើបំផុតនេះគឺ Facebook ដែលខ្ញុំទៅបង្កើតហើយវាឲ្យ confirm your account នៅខាងក្រោមវាប្រាប់ថាអ្នកប្រហែលជាគេត្រូវសួររកកូដមួយគឺកូដខាងក្រោមនឹងឯង8053អញ្ចឹងយើងត្រូវមើលថាតើមិញវាសួរយើងរកអ្វីអញ្ចឹងវាសួររកលេខកូដនឹងឯងអញ្ចឹងលេខកូដដែលត្រូវយកទៅ confirm ហ្នឹងគឺ8533បាទมันបាច់ចាំថាច់ confirm your account ក៏បានដែរឥឡូវយើងយកលេខកូដ8533ហ្នឹងទៅបញ្ជាក់វាបាទសូមត្រឡប់ក្រោយទៅកាន់ Facebook មិញម្ដងទៀតត្រឡប់ក្រោយហើយចូលទៅកាន់ Facebook បាទនេះយើងយកលេខកូដអំបញ្ញមិញមកគឺមិញ8533បាទលេខកូដឃើញទេដល់ពេលដែលយើងដាក់លេខកូដហើយវាចេញ confirm ឲ្យយើងថាយក confirm ពណ៌ខៀវបាទបន្តមកទៀតវាឲ្យយើង add friend បន្ថែមខ្ញុំ add friend បាន 2-3 សិនទៅបាទ add friend បាន 2-3 បន្តមកទៀតទៅមុខទៀតបាទឥឡូវនេះឃើញថាការបង្កើត Facebook របស់យើងបានជោគជ័យទៅហើយអញ្ចឹងសរុបមកវិញដើម្បីបង្កើត account Facebook តាមរយៈការប្រើប្រាស់ទូរស័ព្ទហ្នឹងវាមានលក្ខណៈងាយដំបូងឡើយប៉ុន្តែបន្តមកទៀតគឺវានៅតែឲ្យយើងទៅ confirm តាមរយៈ email ឬក៏តាមរយៈលេខទូរស័ព្ទដែលយើងបានប្រើប្រាស់ដើម្បីបង្កើត account Facebook ហ្នឹងនៅក្នុងករណីប្រិយមិត្តដាក់លេខទូរស័ព្ទដើម្បីឲ្យ Facebook ផ្ញើ message មកកាន់លេខទូរស័ព្ទហ្នឹងហើយយកលេខកូដមកដាក់អំបញ្ញមិញហ្នឹងគឺលេខដែលយើងបាន confirm អំបញ្ញមិញហ្នឹងណានៅក្នុងករណីប្រិយមិត្តដាក់ទៅហើយស្រាប់តែមិនមានសារផ្ញើពី Facebook មកទេសូមប្រិយមិត្តបដូរវិធីសាស្ត្រចេញអាចដាក់ email ដើម្បីបញ្ជាក់ប៉ុន្តែ email ត្រូវតែជា email ដែលមិនធ្លាប់ប្រើទាល់តែសោះកាលណា email នឹងធ្លាប់ប្រើច្រើនលើកច្រើនសារឬក៏លេខទូរស័ព្ទក៏ដោយធ្លាប់ប្រើច្រើនលើកច្រើនសារមិនមែនជាលេខថ្មីឬក៏ email ថ្មីទេដាក់ទៅវាមិនឲ្យទេទាល់តែ email ឬក៏លេខទូរស័ព្ទនឹងមិនធ្លាប់ប្រើដើម្បីបង្កើត Facebook ពីមុនមកទាល់តែសោះបានវាឲ្យអញ្ចឹងសង្កេតឃើញថាលក្ខណៈចុងក្រោយនេះដើម្បីទទួលបានជោគជ័យក្នុងការបង្កើត account Facebook តាមរយៈទូរស័ព្ទហ្នឹងគឺវាមានលក្ខណៈសាំញ៉ាំស្ទើរតែសាំញ៉ាំជាងការបង្កើតតាមរយៈកុំព្យូទ័របាទខ្ញុំក៏សូមជម្រាបប្រិយមិត្តផងដែរបើសិនជាប្រិយមិត្តចង់សួរសំណួរមកកាន់ Cam Top Tech តាក់ទងទៅនឹងបញ្ហាក្នុងការបង្កើត Facebook តាមរយៈទូរស័ព្ទនេះសូមប្រិយមិត្ត message មកកាន់ page របស់ Cam Top Tech ផ្ទាល់តែម្ដងទើប Cam Top Tech ឃើញ message របស់ប្រិយមិត្តហើយ Cam Top Tech មានការឆ្លើយតបទៅវិញយ៉ាងលឿនបាទសូមអរគុណប្រិយមិត្តដែលតាមដានវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Cam Top Tech